ជួបពន្ធទូហត់ក៏ខំធ្វើការរកប្រាក់ដើម្បីគ្រួសារទូហត់យ៉ាងក៏មិនហាស្ដីជីកង់ធ្វើការលំបាកមិនដេញក្ដីខិតខំខ្លាំងណាស់ទើបបានកម្រៃខិតខំធ្វើយប់ថ្ងៃដើម្បីកម្រៃផ្គត់ផ្គង់គ្រួសារចាក់ចេញពីផ្ទះគិតច្រើនណាស់ដើម្បីម៉ែប្រលុយកាំងបានពេលណាផ្ញើជូនគ្រួសារចេញពីស្រុកខ្មែរដោយសូរបន្ទធំគិតថាជីវិតនឹងល្អប៉ុន្តែគ្រាន់តែជាស្រមៃការងារធ្ងន់ធ្ងររាល់ថ្ងៃគ្មានពេលសម្រាកទឹកភ្នែកហូរចុះតែគ្មានអ្នកណាឃើញព្រឹកទៅយប់ត្រលប់នៅតែស្ងប់ស្ងាត់សូម្បីសំឡេងខ្ញុំក៏គ្មាននរណាស្ដាប់មិត្តភក្តិឆ្ងាយក្រុមគ្រួសារឆ្ងាយបាត់នៅសល់តែខ្ញុំជាមួយចិត្តដែលបែកបាំងលុយដែលរកបានមិនស្មើទឹកភ្នែកហូរញញឹមក្រៅតែក្នុងចិត្តពោពេញដោយឈឺចាប់គេមើលថាខ្ញុំរឹងមាំតែខ្ញុំកំពុងទ្រាំរស់នៅក្នុងភាពឯកោមិនចប់យប់មួយខ្ញុំនឹកផ្ទះខ្លាំងណាស់នឹកសំឡេងម៉ាក់នឹកស្នាមញញឹមប៉ានៅទីនេះខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលរស់នៅដោយគ្មាននរណាស្គាល់ភ្លៀងនៅជប៉ុនធ្លាក់ដូចទឹកភ្នែកខ្ញុំត្រជាក់ដល់បេះដូងធ្វើឲ្យខ្ញុំកាន់តែឈឺខ្ញុំសួរខ្លួនឯងតើមកទីនេះដើម្បីអ្វីបើចុងក្រោយមានតែការឈឺចាប់ប៉ុណ្ណោះតែខ្ញុំមិនអាចបោះបង់បានទេព្រោះសូរបិននៅតែមានក្នុងបេះដូងទោះជាទឹកភ្នែកហូរខ្ញុំក៏ត្រូវបន្តដើម្បីថ្ងៃមួយខ្ញុំអាចត្រឡប់ដោយមោទនភាពទឹកភ្នែកមកក៏ខ្លាចជាកម្លាំងក្នុងចិត្តបង្ហាញថាខ្ញុំមិនទាន់ចាញ់ជីវិតនេះទេនៅប្រទេសឆ្ងាយខ្ញុំនឹងឈរឡើងវិញហើយសរសេររឿងជីវិតតែខ្លួនឯងថ្ងៃណាមួយខ្ញុំនឹងឈប់យំហើយញញឹមដោយមិនលាក់ការឈឺចាប់ទឹកភ្នែកនៅជប៉ុននឹងក្លាយជាអនុស្សាវរីយ៍